ឬសំឡេងភ្លៀងធ្លាក់នៅខាងក្រៅអារម្មណ៍សោកសៅនឹងដល់អូភ្លៀងកាន់តែខ្លាំងបងរងាបែងដូងចង់កាន់ដៃអូនដើរកាន់ដងនំភ្លៀងពេលកូរនទាំងអូនខ្លាចទេចង់អោបលើកូនហើយទេស្ដឹងទាំងភ្លៀងស្រងរិនចង់ជួពីស្អីលើលោកគ្មានអ្វីជុំនួអូនបានទេចង់ឲ្យអូនគេងកាយដៃស្ដាំបែដងបងវាកំពុងត្រូវក៏អូនស្រួលបែភ្លៀងធ្លាក់តើអូនដឹងទេគឺអូនតែម្នាក់ដឹងក្នុងអារម្មណ៍មកក្រុមវេលាតើអូនរងាយ៉ាងណាគ្មានបងក្បែរចង់ថ្លែងថ្នមសុំនេះមែនមិនអោសោកស្ដាយបែងដូងតែមួយស្រឡាញ់តែពើនៅស្នេហ៍រហូតបែងដូងតែមួយស្រឡាញ់តែពើនៅស្នេហ៍រហូត សួស្ដីអូន សួស្ដី បាទស្ដីអូនឈ្មោះអីដែរ ឈ្មោះសុនលីហៀងបង លីហៀងបាទអូខេអូនសលេងបងអូនបងចង់បាន បង ហ្នឹងហើយបាទសំឡេងល្អធ្វើបានល្អ បាទបង ដាក់អារម្មណ៍អត់ភ័យអត់ខ្វល់ថាទស្សនិកជននៅលើឆាកឬក៏គណៈកម្មការទាំង4រូបសប្បាយចិត្តដែរដែលគ្មានអ្នកណាចុចដណ្ដើមបងអូនពីបង បាទបងក្លាយជាកូនក្រុមរបស់បងដោយស្វ័យប្រវត្តិអរគុណ អរគុណចេះចង់សួរហៀងបន្តិចថាកត្តាអ្វីដែលជំរុញឲ្យបងអូនបានដាក់ពាក្យចូលមកប្រកួត The Voice Cambodia កត្តាដែលធ្វើឲ្យខ្ញុំបាទដាក់ពាក្យមកប្រឡង The Voice Cambodia គឺការស្រឡាញ់សិល្បៈជាខ្លាំងតាំងពីកុមារភាពមកម្ល៉េះបង អូសូមសរសើរឥឡូវនេះគឺបងអូនបានសម្រេចគោលបំណងរបស់ខ្លួនឯងបានន័យថាដើរមកដល់ឆន្ទៈរបស់ខ្លួនឯងហើយសូមសរសើរដែលបងអូនបានបកស្រាយបទចម្រៀងនេះសំឡេងបងអូនស្រទន់ល្អ បាទ ហើយជាពិសេសគឺគេហៅថាចេះលួងលោមនៅក្នុងបទចម្រៀងគ្រាន់តែក្បាលរហ្វ្រាំងបងអូនមានចំណុចខ្វះខាតតិចតួចតែប៉ុណ្ណោះប៉ុន្តែបើខិតខំស្វែងយល់ពីចំណុចខ្វះខាតនឹងឲ្យបានច្បាស់លាស់បងជឿថាបងអូននឹងរឹតតែប្រសើរជាងនេះអរគុណ បាទបង លីហៀងមានអាយុប៉ុន្មានហើយ 20ឆ្នាំបង 20ឆ្នាំ បាទបង ហើយចេះច្រៀងតាំងពីអាយុប៉ុន្មានណា ចេះជាងតាំងពីអាយុប្រហែលជា10មិនដល់10ឆ្នាំហើយបង អត់ដល់10ឆ្នាំ សិល្បៈតាំងពីក្មេងមកម្ល៉េះបង ហ្នឹងហើយព្រោះមិញលឺបងរត់សួរថាស្រឡាញ់សិល្បៈតាំងពីក្មេងចឹងគាត់ថាស្រឡាញ់គឺចេះច្រៀងហ្មង ស្រឡាញ់ឲ្យខំប្រឹងច្រៀងតាមនៅផ្ទះសំបីគេងក៏ច្រៀង គេង អូចូលកតុបទឹកក៏ច្រៀង បាទ ណា គួរឲ្យប្រសើរ ចា អ្នកខ្លះបានតែស្រឡាញ់ទេណា ចាប៉ុន្តែគាត់អត់មានសម្លេងមកហើយប៉ុន្តែដល់ពេលបងអូនស្រឡាញ់ហើយគាត់មានសម្លេងមកទៀតសម្លេងមកបងអូនច្រៀងល្អហើយច្រៀងមិញគឺត្រូវជាមួយនឹងបទចម្រៀងដែលបងអូនរើសយកមកច្រៀងត្រូវចង្វាក់ភ្លេងល្អប៉ុន្តែបើចំពោះបងវិញបងចង់ឲ្យបងអូនច្រៀងច្បាស់ប្រូជាងនឹងបន្តិចទៀត បាទបង ណោះដើម្បីស្រួលថាពេលយើងស្ដាប់ចង់ថាអូនមានន័យថាម៉េចចឹងណាឲ្យយើងដូចថាឲ្យបងស្រឡះ យល់ពីអត្ថន័យចម្រៀង ចាយល់ពីអត្ថន័យចម្រៀងជាងនឹងបន្តិចទៀតព្រោះជានេះសម្រាប់បងទៅផ្ទៀងស្ដាប់បន្តិចកន្លែងហ្នឹងដែលធ្វើឲ្យបងអត់ចុចប៉ុន្តែឃើញខូចរបស់យើងមួយគាត់បានចុចរើសយកអូនរិចហ្មង បាទ ចាជូនពរឲ្យបងអូនជោគជ័យជាមួយរាជណា ចា ចាគាត់ចំពោះបងអូនបានរើសបទចម្រៀងនេះគឺត្រូវជាមួយនឹងសម្លេងគឺផ្អែមចាស្ដាប់ទៅគឺលួងលោមគេតែម្ដងវាបងសុំសរសើរចំពោះទឹកដមសម្លេងរបស់អូនគឺសម្លេងបងអូនគឺផ្អែមរួចទៅហើយមានន័យរួចទៅហើយមិនតែប៉ុណ្ណោះជ្រាលជ្រៅទៀតពិតជាអស្ចារ្យណាស់ហើយអ្វីដែលសំខាន់នោះកង្វះខ្វះខាតរបស់អូនតិចតួចនេះគឺខ្ញុំជឿជាក់ថារាជគាត់អាចធ្វើបានចាហើយអាចចាអរគុណច្រើន ជឿបង
ទៀត អបសាទរអូជឿបានមែនទីបង5ចឹងណាអូកែណាព្រោះហ្នឹងគុំទាំងអស់គ្នាមកបាទ បាទសម្រាប់អូនប្រុសលីហៀងសម្លេងរបស់គាត់ល្អស្រទន់មានមនោសញ្ចេតនានៅក្នុងនោះក៏ប៉ុន្តែនៅមានភាពខ្វះខាតបន្តិចបន្តួចដែលខ្ញុំបាទនឹងជាមួយនឹងលោកគ្រូទាំងអស់ក៏ដូចជាក្រុមការងារត្រូវបំពេញបន្ថែមសម្រាប់គាត់ សូមតាមផ្ញើតាមខ្ញុំខិតខំធ្វើឲ្យសម្លេងរបស់ខ្ញុំកាន់តែល្អជាងមុនទៀតពិសេសសម្រាប់ប្រពន្ធរបស់ខ្ញុំ យ៉ាខោសបោខោសពីហើយខោមួយទៀតខោមួយទៀត1 2 3យ៉ា ឪពុកបីក្មេងម្នាក់នេះអាចធ្វើបានហើយនៅពេលនេះ